ជំរាបសួរលោកគ្រូនិងមិត្តរួមទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបញ្យល់អំពីកូដដែលលោកគ្រូបានដាក់ឲ្យជាដំបូងគឺ console output encoding ស្មើ system.text.encoding UTF-8 គឺខ្ញុំប្រើវាដើម្បីសម្រាប់ឲ្យវាស្គាល់នៅអក្សរខ្មែរឬក៏ដូចជា emojiទី2គឺ console variable ស្មើ for គឺយើងប្រើដើម្បីបិទអាកន្លែងជួរនេះពេលដែលយើងរ៉ាន់ទៅយើងប្រើទៅយើងអត់មានអាកន្លែងចុចដុំនេះឡើយបើយើងបើកទៅវាមាន load កន្លែងចុចដុំនេះសម្រាប់ random 19នេះ random គឺដើម្បីបង្កើតនៅ object ដើម្បីយើងធ្វើការ random ដូចជាការប្រកាសលេខដូចជាការ random ដែលយើងប្រកាសឈ្មោះដោយ RND ចំពោះការ while loop គឺជាកន្លែងដែលប្រកាសលើ D1 និង D2 និង D3 ដែលយើងប្រើដោយ integer សម្រាប់ console clear យើងប្រើដើម្បីសម្រាប់ clear system ដែលយើងបានទុក clear ឬក៏ delete អក្សរឬអ្វីទាំងអស់សម្រាប់ console reset color ដើម្បី reset color ទាំងអស់នៅកន្លែង console foreground color ស្មើ console color cyan នេះគឺមានន័យថាការ set ទៅលើ color ដើម្បីដាក់ពណ៌Conceal នេះគឺយើងដើម្បី select color វាទៅលើ console line ដើម្បីយើងដាក់ color ទៅលើនេះ reset color នេះដើម្បីយើង select color ថ្មីយើងចូលដល់ while rolling គឺអានេះគឺដើម្បីស្នើទៅដល់ random ដែលយើងបានបង្កើតពីខាងលើនេះទី1ដល់ទី3នេះគឺ random ពីលេខ1ដល់លេខ3ដូចគ្នាconsole.set cursor position 02កន្លែងនេះមានន័យថាការចាប់ទៅលើអក្សរអ្វីមួយដែលយើងចង់ដាក់នៅក្នុង D1 D2 និង D3កន្លែងនេះគឺគេហៅថា column នេះគឺជា console នេះ column លេខ1និង console លេខ2street slip 120នេះគឺមានន័យថាcountdown របស់ code 120នាទីចុងក្រោយវាមានន័យថាកន្លែងលេខនេះគេកាត់ជា mini second របស់វា
ការបញ្យល់ក៏ត្រូវបានអស់ហើយអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ក្នុងវីដេអូមួយនេះ